ភាពភ័យរន្ធត់នៅ Amityville The Amityville Horror នៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ1974វេលាម៉ោងប្រហែល3ខ្នាតទៀបភ្លឺភាពស្ងប់ស្ងាត់នៃទីក្រុង Amityville រដ្ឋ New York ត្រូវបានរំខានដោយឧក្រិដ្ឋកម្មដ៏ព្រៃសៃបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិកលោក Ronald DeFeo Jr. វ័យ23ឆ្នាំបានបាញ់សម្លាប់សមាជិកគ្រួសារទាំង6នាក់របស់គាត់យ៉ាងឃោរឃៅនៅក្នុងផ្ទះរចនាប័ទ្ម Dutch Colonial របស់ពួកគេដែលមានទីតាំងនៅលេខ112ផ្លូវ Ocean Avenue ជនរងគ្រោះរួមមានឪពុករបស់គាត់ឈ្មោះ Ronald DeFeo SR 43ឆ្នាំម្ដាយឈ្មោះ Louise 42ឆ្នាំនិងបងប្អូន4នាក់ទៀតគឺ Don 18ឆ្នាំ Allison 13ឆ្នាំ Mark 11ឆ្នាំនិង John 9ឆ្នាំពួកគេទាំងអស់ត្រូវបានសម្លាប់នៅក្នុងដំណេករបស់ពួកគេដោយមិនមានការតស៊ូអ្វីឡើយដែលនេះបានបន្សល់ទុកនូវសំណួរជាច្រើនអំពីអ្វីដែលបានកើតឡើងពិតប្រាកដនៅយប់ដ៏អាក្រក់នោះ Ronald DeFeo Jr. ក្រោយមកត្រូវបានកាត់ទោសពីបទឃាតកម្មកម្រិតទី2ចំនួន6ករណីនិងទទួលទោសជាប់ពន្ធនាគារ25ឆ្នាំដល់មួយជីវិតផ្ទះនោះបានស្ថិតនៅទំនេរអស់រយៈពេល13ខែដោយបន្សល់ទុកនូវប្រវត្តិបង្ហូរឈាមនិងភាពស្ងាត់ជ្រងំដ៏គួរឲ្យព្រឺក្បាលមួយឆ្នាំក្រោយមកក្នុងខែធ្នូឆ្នាំ1975គូស្វាមីភរិយា George និង Kathleen Lutz Kathy រួមជាមួយកូន3នាក់របស់ Kathy គឺ Daniel 9ឆ្នាំ Christopher 7ឆ្នាំនិង Melissa Missy 5ឆ្នាំបានសម្រេចចិត្តទិញផ្ទះដ៏ធំនេះផ្ទះនេះត្រូវបានលក់ក្នុងតម្លៃថោកគួរឲ្យភ្ញាក់ផ្អើលត្រឹម$80ទ្វីត្បិតតែពួកគេត្រូវបានភ្នាក់ងារអចលនទ្រព្យប្រាប់អំពីរឿងឃាតកម្មដ៏សោកសៅនេះក៏ដោយក៏ពួកគេនៅតែសម្រេចចិត្តទិញដោយគិតថាវាជាឱកាសដ៏ល្អដើម្បីចាប់ផ្ដើមជីវិតថ្មីពួកគេមិនបានដឹងឡើយថាពួកគេកំពុងដើរចូលទៅក្នុងសពិនអាក្រក់មួយឡើយគ្រួសារលិតបានផ្លាស់ប្ដូរចូលនៅថ្ងៃទី18ខែធ្នូឆ្នាំ1975ដោយមានគ្រឿងសង្ហារឹមជាច្រើនរបស់គ្រួសារ DeFeo ចាស់ត្រូវបានទុកចោលនៅក្នុងផ្ទះដំបូងឡើយអ្វីៗហាក់ដូចជាធម្មតាប៉ុន្តែមិនយូរប៉ុន្មានភាពចម្លែកក៏ចាប់ផ្ដើមកើតឡើងក្លិនស្អុយរលួយនៃសាច់បានចាប់ផ្ដើមលេចឡើងនៅក្នុងបន្ទប់ផ្សេងៗគ្នាដោយគ្មានប្រភពច្បាស់លាស់សីតុណ្ហភាពនៅក្នុងបន្ទប់មួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំងខណៈដែលបន្ទប់ផ្សេងទៀតក្តៅហួសហេតុ George លិតចាប់ផ្ដើមភ្ញាក់ពីដំណេកនៅម៉ោង3:05ទៀបភ្លឺជារៀងរាល់ព្រឹកដែលជាពេលវេលាដែលឃាតកម្មបានកើតឡើងគាត់មានអារម្មណ៍ថាមានកម្លាំងដែលមើលមិនឃើញកំពុងចាប់ឃុំខ្លួនគាត់នៅលើក្រែរារាំងគាត់មិនឲ្យក្រោកឈរកូនក៏ចាប់ផ្ដើមជួបប្រទះនៅរឿងចម្លែកផងដែរ Melissa ដែលជាកូនពៅបានអះអាងថាបានបង្កើតមិត្តស្រីដ៏ស្រមើលស្រមៃម្នាក់ឈ្មោះ Jody ដែលមានភ្នែកក្រហមភ្លឺនិងជារូបរាងដូចសត្វជ្រូកនាងបាននិយាយលេងជាមួយ Jody រាប់ម៉ោងនៅក្នុងបន្ទប់របស់នាងនៅយប់មួយ George បានឮសំឡេងក្រែរបស់កូនកំពុងរើបោកបបចុះឡើងលើឥដ្ឋយ៉ាងខ្លាំងក្លាភាពភ័យខ្លាចកាន់តែខ្លាំងឡើងនៅពេលដែលវត្ថុចាប់ផ្ដើមផ្លាស់ប្ដូរទីកន្លែងដោយខ្លួនឯងវត្ថុអនុស្សាវរីយ៍គ្រួសារបានបាត់បង់ហើយបន្ទាប់មកលេចឡើងវិញនៅកន្លែងដែលមិនគួរឲ្យជឿទ្វារបានបិទបាក់ដោយខ្លួនឯងនៅពេលមួយយ៉តបានឃើញផកផបៃតងរអិលចេញពីចិញ្ចៀងនិងរុនសោកញ្ញា Cassie Lutz វិញបានចាប់ផ្ដើមមានសុបិនអាក្រក់ដ៏គួរឲ្យរន្ធត់ហើយមុខមាត់របស់នាងបានប្រែប្រួលគួរឲ្យកត់សម្គាល់ជាមួយនឹងភ្នែករបស់នាងកាន់តែធំនិងក្រហមឆ្អៅនាងក៏ត្រូវបានគេរាយការណ៍ថាបាន levitating ពីលើក្រែនៅពេលយប់គ្រួសារ Lutz ភ័យខ្លាចយ៉ាងខ្លាំងក៏បានអញ្ជើញបូជាចារ្យម្នាក់ឈ្មោះ Father Ray ឈ្មោះក្នុងសៀវភៅដែលគេជឿថាជា Father Mancuso មកប្រទានពរដល់ផ្ទះប៉ុន្តែនៅពេលដែលបូជាចារ្យបានចូលទៅដល់បន្ទប់គេងជាន់ទី2ដែល Kathy មានបំណងធ្វើជាបន្ទប់ដេរគាត់បានឮសំឡេងស្រែកយ៉ាងខ្លាំងថាចេញទៅ Get outភ្លាមនោះគាត់ក៏មានអារម្មណ៍ថាមានកម្លាំងមើលមិនឃើញមួយបានតេះមុខគាត់យ៉ាងខ្លាំង Father Mancuso បានណែនាំគ្រួសារ Lutz កុំឲ្យប្រើបន្ទប់នោះហើយក្រោយមកគាត់ក៏កើតគ្រុនក្តៅខ្លាំងនិងមានពងបែកនៅលើដៃដោយស្នាមរបួសស្ទីកម៉ាតាភាពភ័យខ្លាចបានកើនឡើងរាល់ថ្ងៃសត្វរុយដ៏ច្រើនសន្ធឹកសន្ធាប់បានលេចឡើងពេញផ្ទះទាំងក្នុងរដូវរងា George បានរាយការណ៍ថា
บานเคยพะเนกกระหอมพลื้อระโลงเนอบังอูดจวนตีปีเนอเป้ลโยบเขมงจับประดามชโลคเนียหายอากัปกิริยาระบปูเกบานพลาปโดอย่างคลังดาเนียลเลิร์ตส์ได้จีโก้นปรอมเนียกรอยโมกบานอาอางท้าเตียงโกดนังจอร์จเลิร์ตส์เต้าบานวิงเงียนโจลในยุบทนายตีดับบนไขมักราชนันมปวนประมุนโรนจัดสประมุยพี่ไพรนทดวันเชียนดอลกำรัดกำปูลกำลังอักรกนึกขนมเตี้ยหักโดยเจียบันพทุลามเจียมวยนังกำหึ่งดอกขลังคลาวัดโถจีจรานบันหอเฮาปิงบรรทบสำเลียงโกรหึมนังสไลค์บันบรรลือลามปีจนเจียงพกพอใบตองขม้าบันโหเจ้งปีกรุบตือทีรอบเตียงกาโฮลางตามจนเดอได้เทื่อเอากรุสาลดไผ่คล้ายระหดดอเล้งเฮียนสนะเนยเตียนปัวเก้บานสำไรเจิดรถเกตคล้วนเตียงหยบดอยบนซอลตุกเนื้อตรบสมบัติเตียงอ้อระบะปัวเก้บานสนะเนื้อบานแต่หมดพลิบรำใบทั้งไงปอนเนาะเนื้อคล่องปะเตียโนเรื่องราวในเพียบไพรุนทอดในอเมทิวิลบานคล้ายชีเรื่องดอกระใบระบายปมพอดมุ้ยขนมประวัติศาสตร์ได้เต้าบานโซเซจีเสียวเพอดอยเจแอนสันขนมชนะมวยปอนปรำบวน173 ปีเมียนจำนองเชืองถา The Amityville Horror A True Storyหอยกรอยมอกได้เตอบานผลิตจีกสายพิบย้นจีจรันครัวซาหลดบานอ่างท้าปฏิกาเตียงนี้คือจีกาเปิดหอยแถมเตียงบานฉลองกาดกาทัวเตะรอกพูดกะเหาะเตียดพองตัวใบจะเมียนกาจุเจกแหวกเย้จีจรานเอาปีผีเปิดในเรื่องนี้ก็ได้ก่อปะแตะเนวเล็กมือรอยดอกปีพลาวโอเชียนแอเวนิวเนื้อแต่เตอบานเกจัดถูกท้าจี้กันไลน์ดอกกัวอ้อยขลาดปมพดม้วยขนังพิภพโลกได้จีตีกันไลน์ได้องเปิดเคียดคำดอกไพรไซบานแจ้อติพลตัวเลือเอาไว้กรบยางได้บานกาดล้างจีบนต้อบนตัว